សម្រាប់ទឹកសម្លរបស់ខ្ញុំថ្ងៃនេះគឺឃើញលឿងតែចុយបងប្អូនអរគ្នាដោយសារតែយើងប្រើផ្លែពងរោមមកធ្វើជាសម្លម្ជូរសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំមកស្លម្ជូរប្រៃសាច់មឿនជាមួយនឹងបន្លែរបស់យើងមានត្រប់មានពេញប៉ោះយើងមានពេញប៉ោះ cherry និងពេញប៉ោះធម្មតាម្ទេសដែលនាងក៏ដូចជាកៅអៅឈូកនិងផ្សិតបងប្អូនអរគ្នាហើយវិធីធ្វើក៏ដូចជាគ្រឿងផ្សំរបស់យើងគឺងាយទេតែជាដំបូងនោះគឺខ្ញុំរៀបចំបន្លែរបស់យើងឲ្យបានរួចជាស្រេចផ្លែរបស់យើងគឺងាយតែទាំងអស់ពិបាកតែកៅអៅឈូកគឺយើងត្រូវកោសសម្អាតវាឲ្យស្អាតណាសម្រាប់ផ្លែបង្រោរបស់យើងគឺយើងបេះជាស្រេចយើងបេះយកតែក្របវាទេបងប្អូនអរគ្នាយើងបេះមួយកូនចានប៉ាក់ម៉ានមកល្មមជាមួយនឹងសម្លយើងមួយឆ្នាំងណាបន្លែដែលយើងមិនកោសសម្អាតមិញគឺយើងយកទៅលាងទឹកទាំងសាច់មឿនទាំងអីទុកមួយឡែកសិនដើរមកបេះគ្រឿងក្រៅរបស់យើងដូចជាស្លឹកគ្រៃស្លឹកក្រូចរំដេងក៏ដូចជាល្មៀតអីដែលមាននៅជុំវិញផ្ទះរបស់យើងដើម្បីយកវាមកធ្វើជាសម្លបងប្អូនហើយជុំវិញផ្ទះខ្ញុំគឺអញ្ចឹងអីពេលដែលយើងត្រូវការស្លអីគឺយើងដើរបេះបោចគ្រប់កន្លែងមកគ្រឿងដែលយើងបេះមិញគឺយើងយកវាមកលាងទឹកសម្អាតឲ្យស្អាតហើយយើងយកវាចិតជាដុំធំហើយគ្រឿងដែលយើងត្រូវស្លហ្នឹងគឺយើងមានរំដេងស្លឹកគ្រៃស្លឹកក្រូចល្មៀតខ្ទឹមសក៏ដូចជាខ្ទឹមក្រហមចំណែកម្ដេងហើយនិងល្មៀតគឺយើងយកវាមកដំឲ្យបែកប៉ែតឡែតចឹងមកហើយស្លឹកគ្រៃក៏ដូចគ្នាដែលយើងយកវាមកដំឲ្យខ្ទេចហើយចាំយើងយកវាមកហាន់គ្រឿងខ្ទឹមសខ្ទឹមក្រហមនោះយើងចាត់វាដាក់ចូលជាមួយគ្នាមកសម្រាប់សាច់មឿនរបស់យើងកាប់វាជាដុំមកល្មមមកខ្ញុំអត់ចូលចិត្តហូបសាច់កាប់បែបទូចអីខ្ញុំចូលចិត្តកាប់បែបដុំធំហ្នឹងណាខ្ញុំប្រើមឿនមួយចំហៀងសម្រាប់សម្លខ្ញុំមួយឆ្នាំងយើងកាប់សាច់មឿនហើយយើងដាក់លីងគ្រឿងរបស់យើងគឺយើងប្រើខ្លាញ់តលីងគ្រឿងដែលយើងបានដំមិញហើយយកវាមកលីងដាក់ខ្ទះក្តៅអញ្ចឹងលីងឲ្យឈ្ងុយមកសល់ពេលហ្នឹងយើងមកចាត់បន្លែប្លុករបស់យើងជាមួយគ្នាណាហើយសម្រាប់ម្ទេសរបស់ខ្ញុំគឺខ្ញុំចាត់ជាទ្រវែងអញ្ចឹងដើម្បីឲ្យវាស្អាតបងប្អូនអរគ្នាហើយម្ទេសខ្ញុំប្រើម្ទេសហិលនិងម្ទេសដៃនាងយើងមើលតាកូរឲ្យឡើងក្រៀមឡើងឈ្ងុយឈ្ងប់អញ្ចឹងមកពឺល្មៀតរបស់យើងក៏ឡើងលឿងយើងដាក់សាច់ម៉ាន់ចូលរួចយើងក៏ថែមគ្រឿងក្រៅរបស់យើងទៀតដូចជាទឹកត្រីសាវស៊ុបហុកអីអស់ហ្នឹងយើងដាក់ចូលមកហើយយើងកូរវាឡើងឈ្ងុយចឹងមកហើយចាំយើងដាក់បន្លែអាណារឹងចូលកូរវាឡើងទន់សាច់មកចាំយើងចាក់ទឹកចូលវិធីស្លរបស់ខ្ញុំគឺបែបងាយទេបងប្អូនអរគ្នាអើយហើយជាទូទៅគឺខ្ញុំតែងតែដាក់បន្លែម្ជូរក្រោយបន្លែបងប្អូនដាក់មុនទេដោយសារតែពេលដាក់មុនខ្ញុំខ្លាចបន្លែរបស់យើងអត់ផុយចំពោះបន្លែយើងដាក់អាណាស្វិតមុនយើងដាក់អាណាងាយនឹងផុយតាមក្រោយមកយើងថែមម្ជូរហើយភ្លក់មើលគឺយើងថែមម្រះប្រៅមកវាជាការស្រេចទៅហើយបងប្អូនគឺងាយសួរពុកម៉ែបងប្អូនហេអូស្លខ្ញុំឆ្អិនហើយធ្លុំភ្លក់មួយសិនទូជ្រះអូយឈ្ងុយណាស់បងប្អូនអើយសូមអធិស្ឋានហើយសម្លក្តៅអូតែឈ្ងុយអស់លេខឯណាបងប្អូន
Ừ. 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 Ừ.